គ្នាពីរបៀប download រូបភាពឬវីដេអូនៅក្នុង app Pinterest អញ្ចឹងជាដំបូងយើងត្រូវមាន app Pinterest ហើយបន្ទាប់មកយើងចូលទៅក្នុង app Pinterest ហើយរកមើលរូបភាពដែលយើងចង់បានឧទាហរណ៍ថារូបភាពមួយនេះហើយបន្ទាប់មកក៏ចុចសញ្ញាត្រី3ហើយ download ជាការស្រេចបន្ទាប់មកយើងក៏រកមើលវីដេអូវាអត់ដូចរូបភាពទេដោយសារតែពេលយើងចុចសញ្ញាត្រី3វាមានពាក្យ download នោះទេអញ្ចឹងគឺយើងចុចពាក្យថា copy link បន្ទាប់ពីយើង copy link វីដេអូនឹងរួចហើយយើងក៏ត្រឡប់ទៅចូលទៅកាន់ home screen ហើយចូលទៅក្នុង Safari បន្ទាប់មកវាពាក្យថា Pinterest video download ហើយក៏យើងចុចចូលទៅហើយយើងក៏ផាសនៅ link ដែលយើងបាន copy បន្ទាប់ពីផាសរួចហើយគឺយើងធ្វើការចុចពាក្យ download អញ្ចឹងបន្ទាប់ពីយើងចុចពាក្យ download ហើយយើងរងចាំវារហូតដល់ឃើញវីដេអូដែលយើងចង់បានហើយបន្ទាប់មកក៏យើងធ្វើការ download ដល់វីដេអូហ្នឹងកន្លែងពណ៌ក្រហមហ្នឹងហើយយើងធ្វើការរងចាំវារហូតដល់បាន 100% ពេញអញ្ចឹងបន្ទាប់ពីបាន 100% ពេញរួចហើយយើងធ្វើការ view ក៏បាន download ក៏បានអញ្ចឹងបន្ទាប់ពី download ពេញហើយក៏យើងធ្វើការចូលទៅមើលក្នុង file នេះគឺជាវីដេអូដែលខ្ញុំធ្លាប់បាន save ពីមុនមកហើយនេះវីដេអូ save ឥឡូវហ្នឹងតោះមកយើងធ្វើការ save វីដេអូហើយក៏យើងចូលទៅមើលក្នុងរូបភាពក្នុងទូរស័ព្ទរបស់យើងនេះគឺជារូបភាពនិងវីដេអូដែល save បានអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនអ្នកទាំងអស់គ្នាមានចម្ងល់អាច comment នៅខាងក្រោមបាន